ឧបករណ៍មួយនេះបើប្រុសប្រុសលងលោមសងប្រាពេលប្រតិបត្តិការស្រីស្រីប្រកាយទៅស្រួលតែដំបងទេចុងក្រោយទឹកភ្នែកមិនខានតើអ្វីទៅជាឧបករណ៍ដែលបរិយាជឿចាក់ថានឹងជួយឲ្យការរួមភេទកាន់តែរីករាយប៉ុន្តែក្នុងនោះវាក៏បានបង្កគ្រោះថ្នាក់ដែលមិននឹកស្មានដល់ផងដែរតោះมึกស្គាល់ឧបករណ៍ជំនួយការរួមភេទមួយដែលមានឈ្មោះថាភ្នែកពពែនិងគ្រោះថ្នាក់របស់វាទោះបីជាគេនិយាយថាការរួមភេទជារឿងធម្មជាតិក៏ដោយប៉ុន្តែមនុស្សមួយចំនួនបានចាត់ទុកការរួមភេទជាការសប្បាយនិងអាចពង្រឹងទំនាក់ទំនងរវាងគូស្នេហាក្នុងនោះមានមនុស្សមួយចំនួនក៏ចូលចិត្តប្រើឧបករណ៍បន្ថែមដើម្បីបង្កើនភាពសប្បាយរីករាយផងដែរយ៉ាងណាមិញភាពរំភើបនៃការរួមភេទជាមួយការប្រើឧបករណ៍ជំនួយមួយចំនួនប្រហែលជាមិនអាចធ្វើឲ្យដៃគូរបស់អ្នកសប្បាយចិត្តដោយដៃអ្នកគិតនោះទេប៉ុន្តែផ្ទុយទៅវិញវាក៏អាចបង្កគ្រោះថ្នាក់ដល់ដៃគូម្ខាងទៀតបានតើភ្នែកពពែជាអ្វីភ្នែកពពែឬគេហៅបានម្យ៉ាងទៀតថាចិញ្ចៀនលីងវាគឺជាឧបករណ៍ផ្លូវភេទមួយប្រភេទដែលមានសន្តានជាកងរង្វង់មូលនិងមានសក់ឬរោមល្អិតៗភ្ជាប់ជុំវិញវាដោយគេពាក់វានៅជុំវិញកលៀងអំឡុងពេលរួមភេទវាត្រូវបានគេជឿថាជួយបង្កើនអារម្មណ៍ចំពោះស្ត្រីអំឡុងពេលរួមភេទដោយសារតែរោមឬសក់ដែលនៅភ្ជាប់ជុំវិញនោះបានរំញោចផ្ទៃជញ្ជាំងទ្វារមាសមូលហេតុត្រូវបានគេហៅថាភ្នែកពពែព្រោះនៅសម័យដើមវាត្រូវបានគេធ្វើឡើងពីភ្នែកពពែដោយគេយករោមភ្នែកជុំវិញវាកាត់និងហាលស្ងួតហើយពេលគេចង់ប្រោយគឺត្រូវត្រាំទឹកឲ្យទន់បច្ចុប្បន្ននេះវាត្រូវបានគេផលិតពីកៅស៊ូស៊ីលីកូននិងមានដុំតូចៗដុសជាប់ជុំវិញការប្រើប្រាស់ភ្នែកពពែឬចិញ្ចៀនលីងពេលកំពុងរួមភេទអាចបង្កគ្រោះថ្នាក់ដែលមនុស្សជាច្រើនមិនដឹងទោះបីជាវាធ្វើឲ្យការរួមភេទអាចមានអារម្មណ៍លតោនិងស្រួលក៏ដោយតាមការបង្ហាញបានឲ្យដឹងថារោមជុំវិញភ្នែកពពែនិងគក់ចិញ្ចៀងទ្វារមាសដៃគូបណ្ដាលឲ្យមានរបួសអាចឲ្យលលាកនិងឆ្លងមេរោគបានលើពីនេះទៀតប្រសិនបើឧបករណ៍នេះរអិលចូលទៅក្នុងទ្វារមាសវាក៏អាចបណ្ដាលឲ្យលលាកនិងឆ្លងមេរោគកាន់តែខ្លាំងរហូតដល់ធំក្លិនមិនល្អជាក់ស្ដែងនារីអាយុ19ឆ្នាំម្នាក់មានទឹករំអ៊ីទ្វារមាសរយៈពេល2សប្តាហ៍ដោយមានក្លិនស្អុយនិងមានអ្នកបញ្ជប់គ្រូពេទ្យនិងបានពិនិត្យរកឃើញសំណល់ភ្នែកពពែនៅក្នុងទ្វារមាសរបស់នាងដែលរលួយនិងបង្កជាខ្ទុះនៅក្នុងទ្វារមាសបើមិនបានព្យាបាលទាន់ពេលទេវាអាចរាលដាលនិងបង្កជាការឆ្លងមេរោគនៅក្នុងឈាមក្រោយបានដឹងពីគុណវិបត្តិនៃភ្នែកពពែហើយដូច្នេះអ្នកគួរជៀសវាងការប្រើឧបករណ៍នេះយ៉ាងណាមិញប្រសិនបើអ្នកចង់ប្រើឧបករណ៍បន្ថែមឬរបស់ណាមួយដើម្បីឲ្យការរួមភេទរបស់អ្នកកាន់តែរំភើបអ្នកគួរប្រាប់ដៃគូជាមុននោះការរួមភេទនឹងក្លាយជាបទពិសោធន៍ដ៏រីករាយសម្រាប់ភាគីទាំងពីរតែកុំបង្កទុក្ខដល់ភាគីណាមួយនៅពេលក្រោយប្រភពការពុកអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe Channel ខៀងខងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ